នៃមន្ត្រីយោធាម្នាក់ដែលទីមទីផ្ទះនៅក្នុងគម្រោងបូរីលេនវត្រាត្រូវដោះស្រាយបញ្ចប់ហើយចំនួនរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបូរីរបស់អ្នកអង្គការលេនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គម Facebook នោះត្រូវដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រុមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេនវត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរក្រុមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយកយល់ព្រមទទួលយកដំណោះស្រាយចូលលើគោលការណ៍ដំណោះស្រាយបញ្ចប់បញ្ហាជាមួយក្នុងកាលៈទេសៈដ៏លំបាកនេះអ្នកអង្គការលេងនវត្រាបានបន្តថាយកលើកំណត់ហេតុប្រជុំចុះនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅស្ដីទីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបូរីបានរៀបចំបន្តការសាងសង់តាមស្មារតីរបស់អង្គប្រជុំ